ញោមញាតពុទ្ធបរិស័ទម៉ែឪអ្នកធ្វើឧបការៈមុនឯកូនអ្នកដឹងគុណធ្វើតបបុគ្គលពីរពួកនេះព្រះពុទ្ធជាម្ចាស់ត្រាស់សម្ដែងថ្លែងទុកថាជាបុគ្គលរកបានដោយកម្រក្រក្រៃណាស់ក្នុងលោកនេះមិនបាច់ជាថាក្រពីព្រោះវាមានតែមួយខាងមានតែអ្នកជួយពីមុនប៉ុន្តែអ្នកខាងក្រោយដឹងគុណជួយត្រឡប់ទៅម៉ែឪវិញមិនសូវទេម្ល៉េះហើយបើមានអ្នកណាដឹងគុណធ្វើតបទៅម៉ែទៅឪនេះគឺជាការក្រវាមិនងាយមានអញ្ចឹងបានប្រពុតសម្ដែងថាជាបុគ្គលរកបានដោយកម្រហើយអ្នកណាធ្វើដូច្នេះព្រះអង្គថាជាភូមិរបស់សពបរោះជាកលែងកើតរបស់សពបរោះលោកហៅថាកូនមានធម៌កតញ្ញូព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងបញ្ជាក់អញ្ចេះទៅទៀតថាបើជូនបាយជូនទឹកជូននំចំណីត្រីសាច់សុពុតសើអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសគោច្របាច់អស់អញរំកិញចិត្តដល់ម៉ែឪចាស់តែប៉ុណ្ណឹងមិនទាន់ហៅថាសងគុណទេត្រឹមតែតបគុណនេះអញ្ចឹងពាក្យពីរម៉ាត់មួយតបគុណមួយសងគុណត្រង់ណាហៅតបគុណត្រង់ណាហៅសងគុណតបគុណគឺយើងជូនបាយទឹកនំចំណីបច្ច័យលុយកាក់សពុតសើអាវស្បៃគប់ច្បាច់ហ្នឹងមិនទាន់សងទេណាញោមត្រឹមតែតបគុណនេះចង់ចង់សងគុណត្រូវធ្វើម៉េចយោមេតរាំងបុគ្គលបែបណាមេត្តាបេតាអសទ្ធាសទ្ធាសម្បទាយសមាតបេតិនិវាសេតិបតថាបេតិបុគ្គលណាមេត្តាបេតាពុំទាន់មានសទ្ធាញ៉ាំងគាត់ឲ្យមានសទ្ធាមេត្តាបេតាពុំទាន់មានសិលធ្វើគាត់ឲ្យមានសិលមេត្តាបេតាពុំទាន់មានចក្រៈធ្វើឲ្យមានចក្រៈមេត្តាបេតាពុំទាន់មានបញ្ញាធ្វើឲ្យមានបញ្ញានេះ4នេះបានគេហៅសងគុណមេត្តាបេតាពុំទាន់មានសទ្ធាសីលៈចក្រៈបញ្ញាយើងដឹកនាំជំរុញឲ្យគាត់មានធម៌ទាំង4គឺមានសទ្ធាមានសីលៈមានចក្រៈមានបញ្ញាមានធម៌ទាំង4នេះបានគេហៅថាសងគុណចុះនៃតបគុណនឹងវាខុសពីសងគុណរបៀបម៉េចថាតបគុណជូនបាយជូនទឹកនំចំណីគាត់ហូបនឹងបានឆ្អែតតែប្រហែលថ្ងៃទេរស់បានតែប្រហែលខែប្រហែលឆ្នាំជួនកាលគាត់ស្លាប់ទៅគាត់ទៅកើតនរកទៅកើតជាប្រែតទៅកើតជាសត្វទេរិឆានទៅកើតជាខ្ញុំពង្រើគេអញ្ចឹងឆ្ងាញ់បានតែប្រហែលថ្ងៃអាចទៅនរកប្រែតទៅដោយសារអីអង្គការពីរស៊ីអញ្ចឹងយើងមកម្ដាយឪពុកមិនដឹងធ្វើបាបអីខ្លះអ្នកខ្លះរស៊ីកេងកាប់លឹកខងវាយបដកគូតកំប៉ុងបតោងទៅលើភ្នែកជីងភូតគេកុហកគេបាត់គេមកកាក់មកចិត្តមកសេងហ៊ានលក់ហ៊ានដូរបង្រត់បង្រាស់សត្វភាពទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតគេដើម្បីឲ្យតកូនរស់នរកប្រែតអីនៅម្ដុំសិនណាតស៊ូណាស់លំបាកណាស់ស្រុកសង្គ្រាមចម្បាំងរាំងជលបាយមួយម៉ាត់ផ្ដាច់ពីមាត់ព្រាត់ពីកឲ្យតកូនបានរស់ម៉ែដល់អត់ក៏អត់ទៅបបាក់សនុកទៅស៊ីឈ្នួលជួលបំរើគេស្ដីគេជេរគេថាដូចឆ្កែដូចឆ្មាយ៉ាងណាអោនក្បាលទៅត្រកឲ្យគេប្រើឲ្យតែបានលុយមកចិញ្ចឹមកូនឈឺស្កាត់យកប្រឡប់មេឃលៀងទូទៅមកលឹមចេះច្រាច់ផ្លូវភពផ្លូវលបាប់បុរុษតាមពេទ្យតាមមងវគេទាំងយកទាំងអាត្រៀតឲ្យទៅគេមកព្យាបាលកូននៅជាទៅទោះបីលក់គោលក់ក្បីលក់ដីលក់ធ្លីលក់ផ្ទះក៏សុខចិត្តដែរឲ្យតកូនជាហើយតស៊ូដើម្បីឲ្យកូនរស់គេថាណែកូននឹងឈឺនឹងវាត្រូវថ្នាំអាសត្វនេះបុកជាមួយសត្វនោះបុកប្រាឲ្យតកូនជាបាបអីនៅម្ដុំសិនណាគេថាត្រូវការឈាមសត្វនេះសត្វនោះឈាមស្អីក៏ដោយឲ្យតកូនខ្ញុំជាបើអញ្ចឹងតាំងពីកាលស្រុកក្រស្រុកសក់នឹងវាលំបាកយ៉ាយ៉ាប់យើងមិនដឹងថាម៉ែឪធ្វើបាបអីខ្លះដើម្បីចិញ្ចឹមយើងមកណាញោមតម្រាំរូបប៉ុណ្ណេះខ្លាចក្រែងលោយើងរស់សក់សានក្រែងម្ដាយមានបាបឪពុកមានបាបម្ល៉េះហើយបានជាគេថាយើងញោមញាតាជូនបាយជូនទឹកនំចំណីគាត់នឹងត្រឹមតែតបគុណទេមិនតន់សងទេបើសងធ្វើឲ្យគាត់បានហូបរាល់ជាតិហូបជាតិនេះហើយជាតិក្រោយផុតពីនរកប្រែកើតជាមនុស្សកើតជាទេវតាបរិបូរដោយសម្បត្តិហូបដល់រាល់ជាតិបានគេហៅសងគុណដូច្នេះចង់ឲ្យគាត់ហូបរាល់ជាតិត្រូវធ្វើម៉េចឲ្យគាត់មានសទ្ធាចេះធ្វើបន់ឲ្យគាត់មានសិលយកប្រសងមកដើម្បីឲ្យសិលគាត់ឲ្យគាត់ថ្វាយខ្លួនកាន់សិលស្ដាប់ធម៌ទៅមានសទ្ធាហើយមានបញ្ញាញ៉ាំគាត់ឲ្យមានបញ្ញាហើយជូនបច្ច័យលុយកាក់ទៅគាត់ញ៉ាំគាត់ឲ្យមានចាក់គេទិញរបស់របរគ្រឿងបច្ច័យ4អីចង់ធ្វើជូនគាត់នឹងជូនទៅគាត់ទៅឲ្យខ្លាចជារបស់គាត់នឹងលះបង់ធ្វើជាទៀនគាត់មានចាក់គេបើអញ្ចឹងកូនចៅធ្វើនេះមានសទ្ធាមានសីលៈមានចាក់គេមានបញ្ញាគេហៅថាសងគុណណាហើយចង់ថ្ងៃនេះតបគុណនេះក៏សងគុណថាវាទៅទាំងអស់ហ្នឹងតបគុណផងសងគុណផងពីព្រោះគេបានជូនបច្ច័យលុយកាក់គាត់អានឹងញ៉ាំគាត់ឲ្យមានចាក់គេជូនរបស់បច្ច័យ4ហើយគេយកប្រសំមកឲ្យសិលសូត្រមន្តចម្រើនព្រះបរិត្តឲ្យគាត់មានសិលអានឹងញ៉ាំគាត់ឲ្យមានសិលហើយគេយកប្រសំមកសម្ដែងធម៌ទេសនាឲ្យគាត់ស្ដាប់យល់ធម៌យល់អាឲ្យគាត់
មានសធានឹងកើតបញ្ញាអូចំផ្លាត់បើដូចជានេះហើយមានន័យថាកូនចៅកំពុងតែសងគុណញោមញាតិពុទ្ធបរិស័ទជាការប្រពៃណាគេហៅថាកូនមានធម៌កតញ្ញូកូនមានធម៌កតញ្ញូគឺកូនមិនចយត់កូនមិនចយត់គឺមិនងាយស្លាប់តៃហោងធ្វើដំណើរទៅទីណាមកណាទេវតានៅគ្រប់ទិសទីកន្លែងតាមបីបាច់ថែរក្សាកូននឹងព្រះពុទ្ធជាម្ចាស់លោកទ្រង់សម្ដែងថាយោមានតារាងពេតារាងវាមកចោលថាមានអបោសតិទេវីពេណាំងទីកញ្ឆន្តិមេតាបេតេបរាំងណារាំងកូនប្រុសកូនស្រីណាចិញ្ចឹមមេតាបៃតាបកដោយធម៌កតញ្ញូប្រប៉ុណ្ណេះទៅរកទទួលទាននៅទីកន្លែងណាទេវតានៅគ្រប់ទិសទីកន្លែងនោះតាមបីបាច់តាមថែរក្សាកូននឹងដូច្នេះកូននឹងវាមិនងាយមានឧបសគ្គមិនងាយមានគ្រោះថ្នាក់មិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេសុខសប្បាយគេហៅថាកូនមិនចយត់ព្រោះមានធម៌កតញ្ញូបានរៀបចេញទៅណាមកណាលើកដៃស្ពះរះពីលើមកក្រោមណាញោមគ្រប់ទិសទាំងអស់ហើយនេះតលេងទេវបុត្រឆ្ងល់ណាស់ក៏សួរទៅព្រះអិនថាព្រះអង្គឲ្យថ្វាយអង្គមណាគេថ្វាយអង្គមចុះក្រោមគ្រប់ទិសហ្នឹងបានព្រះអិនថាកូនណាដឹងគុណឪពុកម្ដាយចិញ្ចឹមឪពុកម្ដាយធ្វើបុណ្យជូនឪពុកម្ដាយប្រកបដោយធម៌កតញ្ញូថ្វាយអង្គមកូននោះហើយចុះព្រះអិនជាស្ដេចទេវតាមកថ្វាយអង្គមមនុស្សលោកដែលមានធម៌កតញ្ញូរឿងអីទេវតាតូចតាចគ្រប់ទិសទីកន្លែងមិនថ្វាយអង្គមតាមថ្វាយអង្គមតាមគោរពតាមអញ្ចឹងហើយបានកូននឹងវាចេះតែបានសុខបានចម្រើនគ្រួសារគេមានសុភមង្គលសុភមង្គលគឺសេចក្តីសុខចម្រុងចម្រើនដល់ទទួលទានមានបានក្នុងគ្រួសារសុភមង្គលគឺមង្គលដ៏ល្អគឺមង្គលដ៏ឧត្តមព្រះពុទ្ធទ្រង់សម្ដែងថាមង្គលទាំងអស់មាន38ប្រការជាមង្គលដ៏ឧត្តមដែលទេវតារកមិនឃើញអស់កាលយូរហើយប៉ុន្តែព្រះអង្គរកឃើញក្នុងមង្គលនោះមានមង្គលមួយព្រះអង្គថាមេត្តាបេតឧបដ្ឋានណាំងអេតាមមង្គលមុតតមាំងកូនប្រុសស្រីណាទំនុកបំរុងមេត្តាបេតាគ្រួសារកូនប្រុសស្រីនោះជាមង្គលដ៏ឧត្តមញមើលឃើញដែរអញ្ចឹងគ្រួសារនោះនឹងកើតសុភមង្គលក៏ប៉ុន្តែព្រះអង្គបញ្ជាក់ក្នុងបរាពវៈសូត្រវិញថាអញ្ចឹងថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបេតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាសហើយចាបើមិនដឹងគុណម៉ែមិនដឹងគុណឪគ្រួសារនឹងវិនាសនឹងបាត់បង់ញាតិបាត់បង់ទ្រព្យអភ័ព្វអស់ដោយអស់កាប់យូរទៅខាតដើមខាតចុងរត់ទទួលទានក៏មិនមានងាប់ជ្រូកងាប់ជូរគោឈឺក្បីឈឺខ្លួនឯងឈឺកូនឈឺចៅបាត់នេះបាត់នោះវាចេះតែវិនិច្ឆ័យហិនហោចមកពីធ្វើឲ្យព្រះនៅក្នុងផ្ទះក្តៅក្រហាយអ្នកណាជាព្រះក្នុងផ្ទះគឺមេត្តាបិតាយើងនឹងហើយយកមកជាព្រះក្នុងផ្ទះធ្វើបុណ្យជាមួយព្រះនៅឯវត្តបានបុណ្យប៉ុណ្ណាធ្វើបុណ្យជាមួយមេត្តាបិតានៅផ្ទះនឹងបានបុណ្យដូចធ្វើជាមួយព្រះដែរហើយឥឡូវនេះអ្នកទៅភូមិមាឥណ្ឌានៃបាឡង្កាត្រឡប់មកវិញថតជាប់តែព្រះស៊ីម៉ងព្រះថ្មនេះអត់ឃើញព្រះមែនតើនេះព្រះអង្គទៅពៀនបាត់ហើយយ៉ាងណាមិញបើសូមបីជួបព្រះអង្គមែនតើក៏ព្រះអង្គថាធ្វើបុណ្យជាមួយព្រះអង្គឯនោះបានបុណ្យស្មើធ្វើបុណ្យជាមួយម៉ែឪដែរព្រះអង្គសម្ដែងប្រពដូច្នេះនិយាយពីស្ត្រីម្នាក់យកជ័យទៅថ្វាយព្រះនោះម៉ែចាស់នៅផ្ទះឃើញកូននឹងឯងវិច្ចចងចេកយួរទៅនឹកឃើញឃ្លានចេកទុំល្អណាស់បើបានអញឆ្ងាញ់ណាចងទៅណាគេលោកហើយស្រាប់តែគេយួរចេញទៅយកទៅវត្តយកទៅថ្វាយព្រះព្រះអង្គក៏សួរថានាងថ្វាយព្រះឲ្យផ្ទះហើយនៅនាងថាផ្ទះខ្ញុំព្រះអង្គគ្មានព្រះទេព្រះអង្គអត់មានព្រះទេព្រះពុទ្ធថាមានព្រះនៅឯផ្ទះហ្នឹងយកទៅវិញទៅរកមើលព្រះថ្វាយព្រះសិនទៅនាងយកចេកត្រឡប់មកវិញដើររកមិនឃើញសោះជុំព្រះនៅឯណារកមិនឃើញវែកក្លៀតចាំងក្លៀតស្បងក្លៀតជំរុករកមិនឃើញសោះនិយាយពីម្ដាយចាស់ឃើញចេកក្លៀតចេះតែអង្គុយសម្លឹងចុះសម្លឹងឡាហើយចុះគេយួរចេកធ្វើអីគេដើរទៅដើរមកហ្នឹងមើលទៅក្លៀនស្រាប់តែអាចចេកមួយដូចជាទៀនតែមិនដឹងនេះបាក់កធ្លាក់មួយខ្ពីនិយាយនឹកអព្រឺតអាមួយហ្នឹងទៅនងបានអញទឹកមាត់ស្ងៀមជាងទៅនេះហាមាត់សុំគេគីឡូបានបថុយកូនណាអាមួយធ្លាក់ហ្នឹងឲ្យម៉ែមកកូនអាហ្នឹងមួយធ្លាក់ឲ្យម៉ែឯងយកទៅនេះអូអញអណាថាបានអញបានមែនបោកខ្វោកដាក់ធ្លាប់គិតទៅមកស្និទ្ធបានមួយឆ្ងាញ់គាត់ផ្អែមក៏អូពេញមាត់បើបាន2 3ទៀតអីដឹងយ៉ាងណានោះបើគេឲ្យទៅមួយទៅនាងហ្នឹងក៏យកចេកហ្នឹងត្រឡប់ទៅវត្តវិញអញ្ចឹងបានអាចារ្យឧចងផ្ដាំថាកូនខ្លះជឿបនខ្លាំងយកមហូបទាំងឆ្នាំងទៅវត្តវាម៉ែឪស្រីឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញ័រពួតញើសខ្ចាយឃើញសន្លក់គេកូនឆ្លើយវងថ្កានថាមិនបានសល់ទេខ្ញុំស្លោក្រងតែទៅវត្តទេឪក៏ថាបកូនដួលកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាប
ลือแต่บาปแรงตีไอ้แม่เวียก็มาบาปยังสุดจะตอกแต่กงโยตนาโยตื้อนะchẳng à mày ở cha cha ta con vô bạc mà còn biết lên nghiên tiền thì hayคือมันไอ้cha cáiอ้อยhộpก็กินเมาออกก็อ้อยบ้าเนียงนู้ยอดเจงจะต้องถวายเปรียบเลยว่าบางปองสู้ทำไมตั้งเนียงเงินเคยเปรียบเต้เนียงถ้าอดเคยได้รอให้ไอ้ไม่เคยเปรียบเต้บางปองสู้ถ้าจบปักเจงมวยนู้ไปเตยน่ะเนียงถ้ามวยนั้นเบียปากก็เอาไม้ของปากได้บางขบฏทำไมดังหายเดาหายตะเปรียในเลือกเตี้ยปกดังหายเดาหายตะเปรียในเลือกเตี้ยเพื่อบอลจมูกกอดตึงบางบอลนะเอากอดตะเจาะตะจุ่มครูสานนั่งตะเจาะตะจุ่มเอากอดขาตกยงปรึกหลังนี้ครูสานก็เป็นมันสั่งสอบได้เนี่ยคลาติชื่อเปรียปรุงจิตทุ่มบอกทำไมนั่นชื่อเปรียปรุงไหมปีปรุงลงเมียนปรุงมีเยอะทอครบดังดับเลือรูปเรียงโกนตั้งอภิโตยเมาเมตาการนามุดิตาเปคาฉันให้เพื่อบอลจมูกปรุงไหมนี่ชื่อปรุงมนเทได้เนี่ยคลาคิเรียนหลับเบียนเมียนจำแนกคิเรียนหลับดองคนครูปอมทำเมียตาใบดานั่นก็ครูดาวแหละปังเรียนเสียเปียปังเรียนแสดงยี่บมนนักครูนะไอ้นักเมียตาใบดาชื่อครูดาวได้เนี่ยคลาเมียนพยาสันบอลเทวดาไอเทวดาช่วยปอมทำไมนั่งไอเทวดาดาวหนึ่งเตียชิปปเตวีไทยซาโกนตั้งอภิโกนตอนเช็คกลับดักเอากลับดักเอางานเลยงานดักเอากับเลยกับบางไม้ท่านเนี่ยลืมเปรย์ลืมปรุงมุดตะตะกายละเอาอีนั่งมาโดยจะได้ให้แม่ชีเทวดาพองชีเปรียพองชีปรุงพองชีครูพองระบอกโกนเนี่ยนาไทยซาไปบางบอลคลังนักเทวดาตั้งไทยซาครูสาหนึ่งแม่เนย